ការវាយប្រហារផ្លូវអាកាសរួមគ្នារវាងអង់គ្លេសនិងបារាំងសំដៅលើឃ្លាំងអាវុធរបស់អ៊ីស្នៅស៊ីជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរថ្ងៃនេះទី4 ខែមករាឆ្នាំ2026ខ្ញុំបានលើកឡើងនៅរឿងការវាយប្រហារផ្លូវអាកាសរួមគ្នារវាងអង់គ្លេសនិងបារាំងសំដៅលើឃ្លាំងអាវុធរបស់អ៊ីស្នៅស៊ីក្រសួងការពារជាតិអង់គ្លេសបាននិយាយថាយន្តហោះរបស់កងទ័ពអាកាសព្យុះទីហ្វុងបានចូលរួមជាមួយយន្តហោះបារាំងក្នុងការវាយប្រហាររួមគ្នាលើឃ្លាំងអាវុធក្រោមដីនៅក្នុងប្រទេសស៊ីរីដែលប្រើប្រាស់ដោយក្រុមរដ្ឋអ៊ីស្លាមក្រសួងការពារជាតិកភពអង់គ្លេសបាននិយាយថាសេចក្តីថ្លែងការណ៍បាននិយាយថាកន្លែងដែលត្រូវបានសម្គាល់ដោយចារកម្មត្រូវបានគេជឿថារក្សាទុកអាវុធនិងគ្រឿងផ្ទុះហើយស្ថិតនៅលើភ្នំភាគខាងជើងនៃទីក្រុង Palmyra ដែលជាទីតាំងបុរាណមួយនៅភាគកណ្ដាលប្រទេសស៊ីរីម៉តបាននិយាយថាយន្តហោះរបស់យើងបានប្រើគ្រាប់បែកណែនាំ PAVF ដើម្បីកំណត់គោលដៅផ្លូវរួមក្រោមដីជាច្រើនចុះទៅកាន់កន្លែងផ្ទុកការចង្អុលបង្ហាញដំបូងគឺថាគោលដៅត្រូវបានភ្ជាប់ពាក្យដោយជោគជ័យម៉តបន្ថែមថាមិនមានសញ្ញានៃគ្រោះថ្នាក់ណាមួយដល់ជនស៊ីវិលនៅក្នុងការវាយប្រហារកាលពីល្ងាចថ្ងៃសៅរ៍ហើយយន្តហោះទាំងអស់បានត្រឡប់មកវិញដោយសុវត្ថិភាពព្យុះទីហ្វុង Furboon ត្រូវបានគាំទ្រដោយនាវាដឹកប្រេង Voyager ដែលត្រូវបានគេស្គាល់ថា បានដាក់ការគ្រប់គ្រងរបស់ជីហាតលើផ្នែកខ្លះនៃប្រទេសស៊ីរីនិងអ៊ីរ៉ាក់រហូតដល់ឆ្នាំ2019រដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក John Healey បាននិយាយថាសកម្មភាពនេះបង្ហាញពីភាពជាអ្នកដឹកនាំរបស់ចក្រភពអង់គ្លេសរបស់យើងនិងការបដិញ្ញាចិត្តក្នុងការឈរក្បែរគ្នាជាមួយសម្ព័ន្ធមិត្តរបស់យើងដើម្បីលុបបំបាត់ការកើតឡើងវិញនៃក្រុម និងមនោគមវិជ្ជាដ៏គ្រោះថ្នាក់និងហិង្សារបស់ពួកគេនៅមជ្ឈិមបូព្រាក្រសួងបាននិយាយថាយន្តហោះ RAF បានអនុវត្តការល្បាតលើប្រទេសស៊ីរីដើម្បីការពារការប៉ុនប៉ងកើតឡើងវិញនៃក្រុមបន្ទាប់ពីការបរាជ័យរបស់ខ្លួននៅឯសមរភូមិ Bayers ក្នុងឆ្នាំ2019Healey បាននិយាយថាខ្ញុំចង់អរគុណសមាជិកទាំងអស់នៃកងកម្លាំងប្រដាប់អាវុធរបស់យើងដែលចូលរួមក្នុងប្រតិបត្តិការនេះសម្រាប់វិជ្ជាជីវៈនិងភាពក្លាហានរបស់ពួកគេស្ថិតក្នុងចំណោមបុគ្គលិកអង់គ្លេសរាប់ពាន់នាក់ដែលត្រូវបានដាក់ពង្រាយក្នុងឱកាសបុណ្យណូអែលនិងចូលឆ្នាំសកលប្រតិបត្តិការនេះដើម្បីលុបបំបាត់ភេរវករដ៏គ្រោះថ្នាក់ដែលគំរាមកំហែងដល់ជីវិតរបស់យើងបង្ហាញពីរបៀបដែលកងកម្លាំងប្រដាប់អាវុធរបស់យើងត្រៀមខ្លួនជាស្រេចដើម្បីឈានជើងចូលពេញមួយឆ្នាំរក្សាកភពអង់គ្លេសឲ្យមានសុវត្ថិភាពនៅក្នុងផ្ទះនិងរឹងមាំនៅបរទេសកាលពីខែធ្នូយោធាអាមេរិកបានអនុវត្តនៅអ្វីដែលខ្លួនហៅថាការវាយប្រហារទ្រង់ទ្រីធំប្រឆាំងនឹងគោលដៅរបស់ក្រុមក្នុងប្រទេសស៊ីរីបន្ទាប់ពីការវាយឆ្មក់មួយបានសម្លាប់ទាហានអាមេរិក2នាក់និងអ្នកបកប្រែស៊ីវិលម្នាក់នៅ Palmyra អង្គការសហប្រជាជាតិនិយាយថានៅតែមានអ្នកប្រយុទ្ធចន្លោះពី5,000 ទៅ7,000 នាក់នៅក្នុងប្រទេសស៊ីរីនិងអ៊ីរ៉ាក់